សួស្តីចាបើកហើយបងប្អូនបើកហើយនេះតកម្មភាពពេលព្រឹកឡើងណាបងប្អូនពីអ្នកយាយតាទេបតប់រៀបចំចុះឡើងតែពីអ្នកយាយតាឯងបងប្អូនអើយបើកភ្នែកឡើងនោះវីដេអូនេះចេញមកអរគុណមួយឲ្យហើយគីឡូនិយាយទៅភ្លេចអរគុណភ្លេចជូនពរហ្នឹងហើយបងប្អូនខ្ញុំជូនពរបងប្អូនមួយដែលធ្លាប់មកហូបដែលជួយទិញជួយអីហ្នឹងណាបងប្អូនខ្ញុំជូនពរឲ្យមានសុខភាពល្អប្រកបមុខរបរអ្វីឲ្យបានសម្រេចដោយបំណងបងប្រាថ្នាណាបងប្អូនហើយមករ៉ៃរ៉ាប់បន្តិចបងប្អូនអើយព្រោះអ្នកខ្លះគាត់អត់ដឹងគាត់នៅតែឆ្ងល់ពេលគាត់ចូលមកហូបគាត់នៅតែឆ្ងល់ហើយគាត់សួរថាកាទៀវខ្ញុំនេះលក់មិនបានអត់ដាក់បន្លែថែមអញ្ចឹងណាបងប្អូនកាទៀវទុកខ្ញុំណាព្រោះខ្ញុំលក់តាមស្រុកស្រែតាមជនបទអ្នកភូមិអ្នកស្រុកអញ្ចឹងណាបងប្អូនលក់អត់បានថ្លៃទេអញ្ចឹងខ្ញុំអត់បានដាក់ចានដាក់បន្លែអីថែមខាងក្រៅទេបងប្អូនបើបងប្អូនចង់ថែមគឺខ្ញុំគិតលុយផ្សេងទៀតហើយព្រោះខ្ញុំដាក់មួយចានខ្ញុំតម្រូវមួយចានប្រហែល1000អញ្ចឹងទៅខ្ញុំដាក់ស្រេចអញ្ចឹងណាបងប្អូនមានបន្លែមានជីសណ្តែកបដោះស្ពៃចង្កឹះអីអញ្ចឹងទៅមានម្រះមានអីអញ្ចឹងណាមកអមកាទៀវខ្ញុំមាន2មុខបងប្អូនកាទៀវទឹកសនិងទឹកខ្មៅគឺហៅថាកាទៀវទុកនឹងឯងបងប្អូនអញ្ចឹងហើយខ្ញុំហៅកាទៀវទឹកសទឹកខ្មៅដែលខ្ញុំលក់លើកមុនពីមុនមកគឺខ្ញុំលក់តែទឹកសទេតែខ្ញុំទឹកនឹងចាប់ផ្ដើមលក់កាទៀវទឹកខ្មៅប្រហែលជាជិត1ឆ្នាំដែរហើយបងប្អូនហើយតូបខ្ញុំអត់បានដាក់ផ្លាកដាក់អីទេបងប្អូនអើយខ្ញុំដាក់លក់ធម្មតាបែបធម្មតាតាមជនបទសុខស្រ័យអត់បានលើកផ្លាកទេបងប្អូនខ្លះគាត់អត់ដឹងគាត់និយាយថាអត់ដឹងថាចឯងលក់ស្មានតែធ្លាប់តែលក់តែកាទៀវធម្មតាអញ្ចឹងគាត់អត់ដែលដឹងថាខ្ញុំលក់កាទៀវទឹកខ្មៅដែរអញ្ចឹងគាត់ធ្លាប់ទៅហូបនៅខេត្តគាត់ថាពេលចង់ហូបអីគាត់ទៅខេត្តអញ្ចឹងគាត់ចង់ហូបក៏ចូលនៅហូបនៅខេត្តគាត់អត់ដឹងថាខ្ញុំមានលក់អញ្ចឹងណាដល់ពេលអញ្ចឹងទៅក៏គាត់ថាមិនក៏មិនលើកផ្លាកឲ្យដូចគេទៅលើកផ្លាកទៅគេឃើញមានលក់អីអញ្ចឹងណាក៏ខ្ញុំប្រាប់ទៅគាត់ថាចាំមើលសិនបងចាំមើលមានលុយសិននឹងធ្វើផ្លាកលើកផ្លាកដាក់ឲ្យបងប្អូនឃើញគីឡូបងប្អូនខ្លះគាត់អត់បានឃើញគាត់អត់បានដឹងដែរអញ្ចឹងណាបងអូនមែនតើបងប្អូនព្រោះខ្ញុំមកខាងទូរស័ព្ទជាហៀងមកខាងខ្ញុំលក់បាយលក់កាទៀវជាហៀងដល់ពេលអញ្ចឹងទៅវារៀងបាំងឃើញតែតុកឃើញតែអីទេតើយើងជិះចំពីមុខមកបានឃើញបងប្អូនរៀងបាំងមែនតែនហ្មងហើយណាមួយខាងខ្ញុំហ្នឹងគឺខ្ញុំដាំម្ទេសដាំបន្លែខាងគីនទេហើយដល់ពេលអញ្ចឹងបងប្អូនមើលចង់ឃើញមែនហ្នឹងហើយបងប្អូនខ្ញុំក៏អរគុណបងប្អូនដែរដែលបានចូលមកហូបតាំងពីភ្ញៀវចងាយតាំងពីអីនិយាយទៅតាំងពី MO អ្នក MO គាត់មកវាក់នឹងតូបខ្ញុំគាត់ឃើញខ្ញុំគាត់ស្គាល់តែបងប្អូនប្រហែលអ្នកដែរហើយអ្នក MO ឆ្លងកាត់មកតាមហ្នឹងបងប្អូនហើយហ្នឹងហើយខ្ញុំក៏មិនដឹងថានិយាយមិនទៀតទេបងប្អូនអស់អីនិយាយនេះ